Ok សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ YouTube Channel របស់ខ្ញុំបាទហើយថ្ងៃនេះដែរខ្ញុំចង់ចែករំលែកចំណេះដឹងបន្តិចបន្តួចទៅកាន់បងប្អូនដែលមិនឃើញនៅ Easy Touch ឬក៏ Assistant Menu ដែលមានស្រាប់នៅលើអេក្រង់ទូរស័ព្ទរបស់យើងហើយបើសិនជាមានករណីនេះកើតឡើងសូមបងប្អូនធ្វើតាមខ្ញុំដើម្បីបង្ហាញនៅ Easy Touch របស់យើងដែលមានស្រាប់នៅក្នុងទូរស័ព្ទរបស់យើងដោយមិនចាំបាច់ទៅ download software ពីអ៊ីនធឺណិតមកដំឡើងអញ្ចឹងសូមចូលទៅកាន់ពាក្យថា setting ឬក៏កម្មវិធី setting របស់យើងមកហើយយើងទៅស្វែងរកពាក្យថា accessibility នេះសូមคลิกលើវាទាំងអស់គ្នាហើយបន្តคลิกទៅលើពាក្យថា dexterity and interaction សូមคลิกលើវាទាំងអស់គ្នាទៀតមកជំហានចុងក្រោយគឺយើងគ្រាន់តែคลิกទៅលើពាក្យថា Assistant Menu ហើយគ្រាន់តែ Turn on នៅ Assistant Menu នោះយើងនឹងឃើញ Assistant Menu ឬក៏គេហៅថា Easy Touch លោតមកលើអេក្រង់របស់យើងផ្ទាល់ហើយយើងអាចប្រើប្រាស់កម្មវិធីមួយចំនួននៅក្នុងកម្មវិធី Easy Touch នេះដែលងាយស្រួលហើយរហ័សដូចជាយើងចង់ lock screen ដោយមិនចាំបាច់ចុចប៊ូតុងឬក៏យើងចង់ back ទៅ home screen ជាដើមបន្ថយចុះសំឡេងឬក៏ដំឡើងសំឡេងគឺនៅក្នុង Easy Touch នេះអូខេអរគុណសម្រាប់ការទស្សនានៅវីដេអូមួយនេះហើយសូមជួយ Subscribe នៅ Channel របស់ខ្ញុំបាទផងដើម្បីទទួលបាននូវចំណេះដឹងផ្សេងៗជាច្រើនទៀតសូមអរគុណនិងសូមជម្រាបលា